តែកូចបានស្គាល់ហើយចោះនំកូចវិញចេះរកនឹកឈ្មោះឃើញនំពងទាដាំកូចគ្រាន់តែយកពងទាប្រៃយកមកដាក់នៅលើនំពងទាបងអ្នកលក់បានចាត់ទុកកំពងទាប្រៃក្របក្រហមហ្នឹងគឺជាកូចដែលដាក់នៅលើនំពងទាដែលគាត់បានដុតក្តៅនៅក្នុងផ្សារអូស័យនេះគឺសម័យមើលថាបើសិនជាគាត់លក់នៅក្រៅមិនដឹងថាតើលក់ដាច់ប៉ុណ្ណាណាបងប្អូនហើយនេះលក់ក្នុងផ្សារអូស័យទោះបីជាផ្សាររៀងស្ងាត់មែនណាប៉ុន្តែគាត់ចាក់មានតនេដៃទេនំពងទាដែលដាំកូចមានពងទាប្រៃហ្នឹងគឺ signature ហើយប៉ុន្តែគាត់មានដាក់បាក់យ៉ុងថែមទៀតបងប្អូនហ្នឹងស្រេចទៅលើយើងកំងណាគាត់មានជំរើសផ្សេងគ្នាហើយកាន់តែងាយស្រួលទៀតគាត់លក់ក្នុងផ្សារមែនណាប៉ុន្តែគាត់មាន URI QR ដែលអ្នកទាំងអស់គ្នាអាចធ្វើការ scan ទូទាត់ឆ្លងធនាគារដែលឥតគិតថ្លៃបានម្សៅនំពងទាគាត់វាយខ្លួនឯងនៅក្នុងផ្សារហ្នឹងហ្មងដើម្បីយកមកចាក់នំចក្រានអីគឺនៅក្នុងផ្សារទាំងអស់បងប្អូនហើយសំបីតែពងទាប្រៃក៏គាត់ធ្វើដោយខ្លួនឯងណាឃើញអ៊ីអ៊ំអីក៏មកដល់គាត់ច្រើនតែយកនំពងទាប្រៃធម្មតាដែលមានដាក់ topping ទៅលើឯងប៉ុន្តែបើសិនជាក្មេងៗដូចយើងអីបងប្អូនអើយទៅដល់ប្រទេសភ្នែកភ្លាមដឹងតែយកពងទាប្រៃភ្លាមហើយយើងញ៉ាំនំពងទាម្ដងយើងមានអារម្មណ៍ថាវារៀងផ្អែមប៉ុន្តែដល់ពេលគាត់ដាក់ topping ជាមួយនឹងពងទាប្រៃហើយមានបាក់យ៉ុងមានអីចឹងទៅវាមានជាតិប្រៃផ្អែមចូលគ្នាធ្វើឲ្យយើងញ៉ាំបានច្រើនសូម្បីតែពួកខ្ញុំដែលជាក្រុមការងារពេលដែលទៅម្នាក់ញ៉ាំអស់ឡើង 4-5 នំបើទិញរាយអត់មាន topping គាត់លក់មួយ 1000 ប៉ុន្តែបើសិនជាមានពងទាប្រៃឬមកក៏មានបាក់យ៉ុងគាត់លក់មួយ 2000ហើយនេះលេខតូបរបស់គាត់អ្នកទាំងអាចមើលបានឬមកក៏ចូលទៅដល់ក្នុងផ្សារអូស័យបងប្អូនសួរគេទៅថានំពងទាដាំកុចនៅណាគេអាចនឹងប្រាប់ឲ្យតម្លៃខ្ញុំក៏បានថតបន្ថែមបងប្អូនមើលដែរព្រោះគាត់មានមនុយរបស់គាត់ដែរណាគាត់មានរបៀបកាត់ដុំតូចឬមកក៏យើងយកជាធំចេះខាញ់លោថាអូចង់សែនចង់អីចឹងទៅអាធំហ្នឹងគឺមួយចានហ្នឹងមានពងទាប្រៃដល់ទៅ12គ្រាប់បងប្អូនហើយមួយចានហ្នឹងគឺមានតម្លៃ 27000 រៀលសូម្បីតែសាច់នំក៏ក្រាស់ជាងអាប្រភេទតម្លៃនំដែលគាត់លក់រាយមកគ្រាប់ 2000 ដែរនិយាយទៅបងប្រុសគាត់លក់ម្នាក់ឯងណាហើយគាត់ឈរចាក់ផងប៉ុន្តែនៅរស់រាយមានពេលនិយាយលេងជាមួយអីទៀតហើយនេះចូលទៅថតគាត់ព្រាវណាគាត់ថាអូតិចគាត់ឈប់លក់ទៅព្រោះលឺថានៅអូអាស័យគេស្ងាត់ឈឹងប៉ុន្តែមានណាអ្នកនៅក្នុងផ្សារអូស័យគេតស៊ូណាអញ្ចឹងបើថាតនេទៅសួនវែងផ្សារអូស័យលេងទៅបងប្រុសគឺគាត់លក់តែពីព្រឹករហូតដល់ម៉ោង 3 ម៉ោងអីហ្នឹងគឺគាត់បាត់ហើយអញ្ចឹងបើសិនជាចង់ទិញអ្នកទាំងអស់គ្នាអាចតែដឹកជូនមិនអីជាមួយអ្នកលក់ខ្លួនឯងទៅអូយនិយាយមកដល់រឿងនំហ្នឹងនេះខ្ញុំថ្ងៃមុនទិញឡើង 2-3 ប្រអប់ហើយឥឡូវញ៉ាំអស់ហើយនៅឃ្លានទៀតបាត់ហើយនេះមើលសាច់នំមកបងប្អូនឃើញអញ្ចឹងណាប៉ុន្តែញ៉ាំទៅអត់អួលទេល្អត្រង់ថាសំបីតពងទាប្រៃក៏គាត់ចំណាយពេលក្នុងការធ្វើដោយខ្លួនឯងហើយឆ្លៀតក្នុងឱកាសហ្នឹងក៏ចង់និយាយរឿងធនាគារ URI ប្រាប់បងប្អូនបន្តិចដែរថាឥឡូវហ្នឹងធនាគារ URI គេមានប្រូម៉ូសិនថ្មីផ្ដល់ជូនទៅកាន់បងដែលជាអាជីវករទាំងអស់ដែលប្រើប្រាស់ URI QR scan ទទួលប្រាក់ពីអតិថិជនអាចមានឱកាសឈ្នះរង្វាន់សាច់ប្រាក់រហូតដល់ 88,000 រៀលមានចំនួន 88 រង្វាន់ជារៀងរាល់ខែការផ្ដល់ជូននេះមានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមេសាឆ្នាំ 2025ហើយការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ខែបើសិនជាបានរង្វាន់ 88,000 រៀលនឹងមែនណាធូរលុយទៅតាជួយសម្រួលថ្លៃជួលតូបជួលអីចឹងណាហើយមើលវិញទៀតសម្រាប់ពាណិជ្ជករថ្មីដែលទើបចុះឈ្មោះក្នុងកំឡុងពេលប្រូម៉ូសិននេះនឹងមានឱកាសឈ្នះរង្វាន់សាច់ប្រាក់រហូតដល់ 50,000 រៀលបន្ថែមទៀតអញ្ចឹងបើយើងចុះឈ្មោះថ្មីហើយយើងនៅបន្តប្រើបន្ថែមទៀតគឺនឹងបានរង្វាន់ផ្ទួនមកព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងទៅកាន់លេខទូរស័ព្ទឬមួយឆាតទៅកាន់ page ផ្លូវការរបស់ធនាគារ URI បានរួចឥឡូវយើងងាកមកកាន់នំពងទាដាំកូចវិញម្ដងគាត់មានតាំងពីប្រអប់សម្រាប់ខ្ចប់ទៀតខាញ់លោថាអូយើងចង់ឲ្យមើលទៅរៀង fancy អីចឹងណាបងប្អូនហើយខ្ញុំនេះនៅមិនសនុកទេគ្រាន់តែឈរចាំនំក៏មកសន្ទុះហ្នឹងខ្ញុំទិញអស់ឡើងអានំមួយគ្រាប់នេះ20គ្រាប់ហើយនៅមានអានំចានធំដែលមានតម្លៃ 27,000 ហ្នឹង2ចានអញ្ចឹងមិនថារឿងផ្សារអូស័យមួយកុំឲ្យតែបានចូលហ៊ានតែចូលហើយគឺដឹងតែចាយលុយពេញហ្នឹងហ្មងឯងបងប្អូនអើយឃើញជាចពើប៉ុណ្ណាអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេបាយ